ជាកិច្ចចាប់ផ្ដើមខ្ញុំសូមគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាមិត្តអ្នកសិក្សាទាំងអស់គ្នានាងខ្ញុំឈ្មោះស្មាអៃសុគីណាជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យជាគ្រប់គ្រងជំនាញ Marketing ក្នុងចំណោមទី34នៅក្រុមទី27ថ្ងៃនេះខ្ញុំឡើងមកធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍នៅកម្ពុជាដែលបង្រៀនដល់លោកគ្រូឡាវសុធាដានៅក្នុងមុខវិជ្ជាសេដ្ឋកិច្ចកម្ពុជាចំពោះមេតិកាយើងថ្ងៃនេះមានចំនួន7គឺទី1សេចក្តីផ្ដើមទី2ទិដ្ឋភាពទូទៅនៃវិស័យអាកាសចរណ៍ដែលយើងនិយាយអំពីប្រវត្តិនិងការអភិវឌ្ឍហើយនឹងក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការនៅកម្ពុជាទី3គឺការរួមចំណែកសេដ្ឋកិច្ចទី4ផលប៉ះពាល់បន្ទាប់ពីវិបត្តិ COVID ទី5បញ្ហាប្រឈមនិងឱកាសអនាគតទី6គឺយុទ្ធសាស្ត្រអភិវឌ្ឍនិងចុងបញ្ចប់គឺសេចក្តីសន្និដ្ឋានព្រមជាមួយនឹងឯកសារយោងចូលដល់សេចក្តីផ្ដើមវិស័យអាកាសចរណ៍នៅកម្ពុជាគឺដើរតួនាទីយ៉ាងសំខាន់មែនទែនក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាជាពិសេសគឺផ្នែកទេសចរណ៍ពាណិជ្ជកម្មនិងការវិនិយោគក្នុងប្រទេសកម្ពុជាវិស័យនេះបានរីកចម្រើនយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំប្រហែលឆ្នាំចុងក្រោយហ្នឹងដោយសារតែកំណើននៃវិស័យទេសចរណ៍ការវិនិយោគនិងការតបស្នើទៅថ្នាក់អន្តរជាតិជាដើមការអភិវឌ្ឍនៅអាកាសយានដ្ឋាននិងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសបានរួមចំណែកសំខាន់ក្នុងការបង្កើនចំណូលដល់ជាតិព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋចូលដល់ចំណុចទី2គឺទិដ្ឋភាពទូទៅនៅវិស័យអាកាសចរណ៍វិស័យអាកាសចរណ៍គឺត្រូវបានគ្រប់គ្រងដោយរដ្ឋតាមរយៈអាជ្ញាធរអាកាសចរណ៍ស៊ីវិលហើយបន្ថែមពីនេះទៀតកម្ពុជាក៏មានគម្រោងអភិវឌ្ឍពលិយន្តហោះថ្មីបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរនិងទំនិញចំពោះអាកាសយានដ្ឋាននៅកម្ពុជាសំខាន់គឺមានចំនួន3ទី1គឺភ្នំពេញ International Airport ទី2សៀមរាបអង្គរ International Airport និងចុងក្រោយគឺសីហនុ International Airport ចំពោះភ្នំពេញ International Airport គឺវាមានទីតាំងនៅភ្នំពេញផ្ទាល់ហើយវាត្រូវបានសាងសង់នៅដើមឆ្នាំ1950ក្នុងសម័យអាណានិគមនិយមបារាំងហើយវាមានការកែលម្អធំនៅអំឡុងឆ្នាំ1990និងឆ្នាំ2010ជាពលានហោះដែលមានទំហំធំជាងគេព្រមទាំងមានអ្នកដំណើរច្រើនជាងគេបំផុតម្យ៉ាងវាគឺជាច្រកទ្វារសេដ្ឋកិច្ចសំខាន់នៅកម្ពុជាផងដែរចំពោះសៀមរាបអង្គរ International Airport វាគឺជាពលានហោះថ្មីដែលត្រូវបានសាងសង់នៅឆ្នាំ2019ហើយដាក់ឲ្យដំណើរការហ្នឹងគឺនៅក្នុងឆ្នាំ2023ចំពោះពលានហោះនេះគឺវាមានគម្រោងតម្លៃសាងសង់ហ្នឹងគឺប្រហែលជា 1.1 billion ជាពលានហោះដែលគ្រប់គ្រងវិស័យទេសចរណ៍អង្គរចូលមកដល់ពលានហោះនៅខេត្តព្រះសីហនុគឺសីហនុ International Airport គឺវាត្រូវបានសាងសង់នៅដើមឆ្នាំ1960ព្រមទាំងទទួលបានការកែលម្អនិងពង្រីកទំហំនៅអំឡុងឆ្នាំ2000រហូតដល់បច្ចុប្បន្នចំពោះពលានហោះនេះគឺវាមានការគ្រប់គ្រងចំពោះទេសចរណ៍ឆ្នេរនិងអាជីវកម្មមកដល់ពលានហោះថ្មីចុងក្រោយគឺពលានហោះ Daejeon International Airport ដែលយើងស្គាល់ថាគឺជាពលានហោះថ្មីដែលត្រូវបានដាក់ឲ្យប្រើប្រាស់ថ្មីនឹងផងដែរទទួលបានការសម្ពោធយ៉ាងអធិកធមផងដែរពលានហោះនោះគឺមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាលនៅជិតភ្នំពេញយើងវាចាប់ផ្ដើមសាងសង់នៅឆ្នាំ2019ដែលមានតម្លៃគម្រោងនឹងប្រហែលជា 1.5 ទៅ billion $វាគឺជាពលានហោះដែលមានទំហំធំទ្វេដងជាងពលានហោះភ្នំពេញចាស់ទៅទៀតនិងទទួលបានការសាងសង់យ៉ាងល្អឥតខ្ចោះប្រណិតស្របតាមស្តង់ដារអន្តរជាតិយើងចូលមកដល់ក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការនៅកម្ពុជាវាមានការបែងចែកជាពីរគឺក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងអន្តរជាតិចំពោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមាន Cambodia Angkor Air គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជាបម្រើជើងហោះហើរទាំងស្រុកនិងអន្តរជាតិទី2គឺ Lamy Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយដែលមានជើងហោះហើរប្រទេសក្នុងតំបន់អាស៊ីចុងក្រោយគឺ JC International Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍មួយដែលផ្ដល់នូវសេវាដឹកអ្នកដំណើរអន្តរជាតិពីឯក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដែលដំណើរការនៅកម្ពុជាហ្នឹងមានដូចជា Vietnam Airlines បម្រើជើងហោះហើររវាងកម្ពុជានិងវៀតណាមមួយទៀតគឺ Singapore Airlines ភ្ជាប់កម្ពុជាជាមួយនឹងសិង្ហបុរីនិងបណ្ដាញអន្តរជាតិធំនានានិងចុងក្រោយគឺ Air Asia
ក្រុមហ៊ុនអាកាសចរដែលមានតម្លៃទាបហើយមានជើងហោះហើរជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរយើងចូលដល់ចំណុចទី3គឺការរួមចំណែកចំពោះសេដ្ឋកិច្ចដែលវាមាន5កត្តាធំទី1គឺការរួមចំណែកដល់ផលិតផលក្នុងស្រុកដែលយើងហៅថា GDP គឺវាផ្ដល់នូវចំណូលពីសេវាដឹកជញ្ជូនអ្នកដំណើរចំណូលពីការដឹកជញ្ជូនទំនិញនិងចំណូលពីសេវាកម្មដែលពាក់ព័ន្ធដូចជាពន្ធអាករនិងសេវាកម្មពលានហោះជាដើមចំពោះកត្តាទី2គឺការបង្កើតការងារគឺវាផ្ដល់នៅការងារជូនដល់បុគ្គលិកអាកាសយានដ្ឋានបុគ្គលិកក្រុមហ៊ុនវិស័យសណ្ឋាគារនិងភោជនីយដ្ឋានសេវាកម្មដឹកជញ្ជូនក្នុងស្រុកកត្តាធំទី3គឺជំរុញវិស័យទេសចរភ្ញៀវទេសចរពីច្រើនគឺគាត់ធ្វើដំណើរតាមផ្លូវអាកាសដែលការធ្វើដំណើរហ្នឹងគឺវាធ្វើឲ្យមានការកើនឡើងនៃជើងហោះហើរនៅក្នុងស្រុកផងដែរវាជាផ្នែកមួយជួយឲ្យមានកំណើនភ្ញៀវទេសចរព្រមទាំងបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចកម្ពុជាចំណុចធំទី4គឺទាក់ទាញការវិនិយោគបរទេសការតបស្នងអាកាសចរល្អជួយបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគបរទេសដែលសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញចំពោះកត្តាធំចុងក្រោយគឺជំរុញពាណិជ្ជកម្មនិងការនាំចេញការដឹកជញ្ជូនទំនិញតាមអាកាសមានសារៈសំខាន់ណាស់ចំពោះផលិតផលណាដែលគេត្រូវការឆាប់រហ័សក្នុងល្បឿនលឿនដូចជាសម្លៀកបំពាក់និងផលិតផលកសិកម្មវាជួយបង្កើនភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិផងដែរយើងចូលដល់ចំណុចទី4គឺផលប៉ះពាល់ពីវិបត្តិ COVID-19 ក្នុងអំឡុងវិបត្តិ COVID-19 ហ្នឹងវាធ្វើឲ្យទទួលបានផលប៉ះពាល់ចន្ទគូសំដែរដូចជាបើចំនួនអ្នកដំណើរហ្នឹងមានការថយចុះជាលំដាប់ហើយវាកាត់បន្ថយចំនួនក៏ដូចជាសេវាកម្មផ្សេងៗទៀតតាមផ្លូវអាកាសហ្នឹងហើយនឹងទាំងអស់ហ្នឹងគឺវាដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចតាក់ទងប៉ុន្តែបន្ទាប់ពីវិបត្តិ COVID-19 វិស័យអាកាសចរនៅកម្ពុជាគឺមានការកែប្រែយ៉ាងឆាប់រហ័សមែនទែនដូចជានៅក្នុងឆ្នាំ2023វិស័យហ្នឹងគឺមានការស្ដារឡើងវិញទាំងស្រុងហ្មងដោយជើងយន្តហោះនិងអ្នកដំណើរមានការកើនឡើងយ៉ាងឆាប់រហ័សជាងឆ្នាំមុនមែនទែនឆ្នាំ2024វិញគឺចំនួនអ្នកដំណើរគឺហត់ឡើងមែនទែនប្រមាណជាង 6.2 លាននាក់ព្រមទាំងមានការកើនឡើងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរហើយនេះគឺជាទិន្នន័យដែលបង្ហាញអំពីចំនួនអ្នកធ្វើដំណើរនៅប្រទេសកម្ពុជាបន្ទាប់ពីវិបត្តិ COVID-19 គឺវាមានការហត់ឡើងខ្លាំងមែនទែនចាប់ពីឆ្នាំ2021ទៅដល់ឆ្នាំ2025យើងអាចមើលឃើញបានគឺនៅឆ្នាំ2021គឺមានចំនួន250,000 នាក់ហើយឆ្នាំ2022គឺ 1.9 លាននាក់រីឯឆ្នាំ2023គឺ 3.9 លាននាក់ជាងរីឯឆ្នាំ2024គឺ 6.2 លាននាក់ជាងរីឯឆ្នាំ2025គឺវាមានចំនួនទិន្នន័យប្រហែលដូចជា 6.9 លាននាក់ជាងដល់ចំណុចទី5គឺបញ្ហាប្រឈមនិងឱកាសអនាគតទន្ទឹមនឹងការអភិវឌ្ឍនៅវិស័យអាកាសចរនៅកម្ពុជាវាក៏មាននៅបញ្ហាប្រឈមខ្លះៗផងដែរដូចជាវិបត្តិសុខភាពសាធារណៈដូចយើងដឹងអញ្ចឹងគឺវិបត្តិ COVID-19 គឺវាធ្វើឲ្យអ្នកដំណើរនោះមានការធ្លាក់ចុះវាជាចំណែកមួយដែលធ្វើឲ្យកម្ពុជាទទួលរងនៅផលខាតបង់មួយចំនួនផងដែរទី2គឺការប្រកួតប្រជែងខ្ពស់គឺវាមានការប្រកួតប្រជែងជាមួយនឹងអាកាសយានដ្ឋានរបស់ប្រទេសទៅទៀតដូចជាវៀតណាមសិង្ហបុរីអីជាដើមអាចទៅលើសេវាកម្មនិងបច្ចេកទេសទំនើបជឿនលឿនបន្តមកទៀតគឺបញ្ហាបរិស្ថានការបញ្ចេញនៅឧស្ម័នកាបូនិកបង្កឲ្យមានការប្រែប្រួលអាកាសធាតុចំណុចទី4ហ្នឹងគឺហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់អាកាសយានដ្ឋានរបស់យើងហ្នឹងគឺមានប្រព័ន្ធគ្រប់គ្រងនិងការហោះហើរគឺអត់ទាន់មានទំនើបហើយទាន់សម័យខ្លាំងហើយចុងក្រោយគឺការកើនឡើងនៃថ្លៃប្រេងឥន្ធនៈវាប៉ះពាល់ទៅដល់ថ្លៃសម្បត្តិនិងប្រាក់ចំណេញក្រុមហ៊ុនអាកាសចរចំពោះឱកាសអនាគតទោះបីជាវាមានបញ្ហាប្រឈមក៏ដោយក៏វិស័យអាកាសចរគឺវានៅមានឱកាសអនាគតយ៉ាងល្អប្រសើរយ៉ាងចឹងដូចជាការកើនឡើងនៃតម្រូវការអ្នកធ្វើដំណើរនិងភ្ញៀវទេសចរអន្តរជាតិគឺនៅតែមានការកើនឡើងជាពិសេសសម្រាប់ការពង្រីកសេវាកម្មអាកាសចរនិងបច្ចេកវិទ្យាថ្មីជាច្រើនដូចជាយន្តហោះប្រើប្រាស់ប្រេងតិចនិងការប្រើប្រាស់ប្រេងអាកាសចរប្រកបដោយចីរភាពអាចជួយកាត់បន្ថយការប៉ះពាល់បរិស្ថាន
លើពីនេះទៅទៀតគឺការវិនិយោគទៅលើអាកាសយានដ្ឋានថ្មីៗនិងការកែលម្អប្រព័ន្ធ Digital ដូចជាការកក់សំបុត្រតាម App តាមប្រព័ន្ធអនឡាញក៏ជួយបង្កើនភាពងាយស្រួលនិងមានប្រសិទ្ធភាពផងដែរចូលដល់ចំណុចទី6គឺយុទ្ធសាស្ត្រអភិវឌ្ឍដោយយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់យើងគឺអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាសាងសង់នៅប្រយ័ត្នហោះថ្មីៗបន្ថែមទៀតពង្រីកនៅទីធ្លាក៏ដូចជាបំពេញនៅបច្ចេកវិទ្យាទំនើបបង្កើនសុវត្ថិភាពនិងសន្តិភាពដោយការអនុវត្តឲ្យត្រូវតាមស្តង់ដារអន្តរជាតិការត្រួតពិនិត្យសន្តិសុខឲ្យបានតឹងរ៉ឹងក៏ដូចជាការត្រួតពិនិត្យយន្តហោះឲ្យបានជាក់លាក់មុននឹងធ្វើដំណើរហើយបណ្ដុះបណ្ដាលបុគ្គលិកប្រកបដោយវិជ្ជាជីវៈការពង្រីកការតភ្ជាប់ដោយការបើកផ្លូវយន្តហោះថ្មីបង្កើនជើងយន្តហោះអន្តរជាតិឲ្យបានច្រើនជាងមុននិងពង្រីកការតភ្ជាប់ទៅកាន់តំបន់នានាការអភិវឌ្ឍទៅលើធនធានមនុស្សការអភិវឌ្ឍទៅលើអាកាសចរណ៍ចីរភាពដោយការកាត់បន្ថយកាបូនការប្រើបច្ចេកវិទ្យាបៃតងនិងប្រសិទ្ធភាពនៃប្រេងឥន្ធនៈយើងចូលដល់ចំណុចចុងក្រោយគឺសេចក្តីសន្តានសរុបមកវិស័យអាកាសចរណ៍ហ្នឹងគឺវាដើរតួនាទីសំខាន់មែនទែនក្នុងការជំរុញនៅវិស័យសេដ្ឋកិច្ចនៅកម្ពុជាព្រមទាំងតភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិផងដែរមិនត្រឹមតែជួយចំណូលហើយវាមិនត្រឹមតែផ្ដល់ចំណូលជនជាតិទេគឺវាបង្កើតគឺវាជួយបង្កើតនៅឱកាសការងារសម្រាប់ប្រជាពលរដ្ឋបង្កើនការវិនិយោគព្រមទាំងជំរុញឲ្យវិស័យទេសចរណ៍នឹងមានការកើនឡើងផងដែរប្រសិនបើវាទទួលបានការគ្រប់គ្រងនិងការអភិវឌ្ឍយ៉ាងមានប្រសិទ្ធភាពទោះបីជាវាជួបនៅបញ្ហាប្រឈមក៏ដោយក៏វិស័យនេះគឺវានៅតែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជាហើយវាគឺជាមូលដ្ឋានយ៉ាងសំខាន់មួយសម្រាប់បង្កើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពនៅពេលអនាគតនេះគឺជាឯកសារយោងដែលយើងទទួលបានព័ត៌មានអំពីការសិក្សាស្រាវជ្រាវនៃវិស័យអាកាសចរណ៍នេះមានដូចជាអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាក្រសួងទេសចរណ៍ក្រសួងសាធារណរដ្ឋនិងការដឹកជញ្ជូនជាដើមជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលចំណាយពេលក្នុងការស្ដាប់នៅប្រធានបទរបស់ខ្ញុំសូមអរគុណ